សួរលោកគ្រូខ្ញុំឈ្មោះមីសុកលៀនហើយថ្ងៃនេះខ្ញុំមកធ្វើពី physical backup ដែលខ្ញុំខ្ចីកុំព្យូទ័រមេតាអញ្ចឹងយើងចូលមក .u root.p ហើយអូខេអញ្ចឹងយើងចូលបានហើយបន្តមកទៀតគឺយើងឲ្យវាសូត្រ variable like dearអូខេ then យើងយកហៅ data dear បន្ទាប់មកយើងយកដើម្បីយក location ហ្នឹងយកទៅផាននៅក្នុង command prompt administrator ប៉ុន្តែយើង flash ឥឡូវយើង flash table ហើយយើងនឹង exit វាទៅសិនអូខេបន្ទាប់មកយើងចូល command prompt ដែល run administrator ហ្នឹងយើងទៅ copy អាហ្នឹងចេញយកទៅដាក់កន្លែងណាមួយដែលយើងចង់ដាក់ដោយសារតែអត់បានប្រើ double quote អញ្ចឹងយើងដូរដាក់ double quote វិញអូខេហើយបន្ទាប់មកចាំយើងទៅ command prompt ធម្មតាវិញយើងដាក់ឲ្យវាso data ដកយើងត្រូវចូលវិញសិនដោយសារមកយើង exit ហើយចាំយើង so database អូខេតោះមកយើងសាក create វាលេងទៅ create database លេខ1លេខ2លេខ3អីចឹងទៅតោះមកចាំយើងឲ្យវា so database ម្ដងទៀតអូខេចេញហើយបន្ទាប់មកយើងប្រើ remdia ដើម្បី remove data ហ្នឹងចេញពី original place យើងចូលទៅ administrator ម្ដងទៀតហើយយើង remdia វាមក change data ហ្នឹងចេញពីកន្លែងដើមអូខេ done បន្ទាប់មកយើងត្រូវបិទWAM ដើម្បីយើង copy data ពីកន្លែងដែលយើងផ្ទេរទៅនោះមកកន្លែងដើមវិញអូខេហើយចឹងយើងចូលមក command យើងបើក WAM វិញហើយយើងចូលមក command prompt យើងវិញប្រើmysql.u root.p យើងចូលដូចដើមមកហើយចាំយើងឲ្យវា show ឲ្យវា show database អូខេអញ្ចឹងយើង backup recovery បានជោគជ័យហើយជំរាបលាលោកគ្រូ